ញ៉ាំកាហ្វេបងប្អូនថ្ងៃដែរលោកតាឲ្យកាហ្វេមួយកែវរាល់តែព្រឹកណែកាហ្វេមួយកែវឆុងខ្លួនឯងហើយលោកតាឆុងរាល់ថ្ងៃរាល់ព្រឹកមានរាល់ថ្ងៃរាល់ព្រឹកញ៉ាំកាហ្វេជាមួយទឹកដោះគោស្រស់ទឹកដោះគោឆាក់ទឹកដោះគោខាប់ទឹកដោះគោស្រស់មានរសជាតិឈ្ងុយឆ្ងាញ់លើកមុនធ្វើលក់ឥឡូវឈប់លក់ហើយនេះលោកតាឲ្យកាហ្វេមើលទៅតំណងអត់បងប្អូននិយាយដាក់គ្រូចង់អស់បាត់កាហ្វេមួយនំប៉័ងមួយបាយរួចហើយណានេះណាកាហ្វេទៀតវាហើយនំប៉័ងទៀតរឿងអីចិត្តស្គាល់មិនលើបងប្អូនឃើញទេលទ្ធផលយាយឆ្ងាញ់រហូតឆ្ងាញ់ដឹងមួយទៀតមុនមិនទេទៀតនេះនិយាយពីឆ្ងាញ់រហូតដែលពាក្យណាដែលពេលណាដែលថាមិនឆ្ងាញ់ទេឆ្ងាញ់តែរហូតទេពេលអតីតកាលធ្លាប់ឲ្យរបស់គេឆ្ងាញ់ឆ្ងាញ់ក៏មិនដឹងបានតែជាតិនេះឆ្ងាញ់រហូតទេ